សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍ជាថ្មីមកកាន់ Auto Source Development ថ្ងៃនេះផងដែរខ្ញុំសូមធ្វើការណែនាំអំពី Telegram bot ដែលក្រុមការងាររបស់ពួកយើងធ្វើការ development ឡើងដើម្បីជួយសម្រួលឲ្យអ្នកជួសជុលរថយន្តនិងអ្នកធ្វើ ECU remapping អាចស្វែងរកនិងធ្វើការទិញ original file បានយ៉ាងឆាប់រហ័សនិងសុវត្ថិភាពជំនួសឲ្យក្នុងការរងចាំឆ្លើយតបពី admin ផ្ទាល់លោកអ្នកអាចស្វែងរកឯកសារបាន24ម៉ោងនៅក្នុងមួយថ្ងៃនៅក្នុងវីដេអូនេះផងដែរខ្ញុំនឹងធ្វើការនិយាយអំពីជំហាននីមួយៗចាប់ពីការស្វែងរកនិងរហូតដល់ការទិញ original file បានអូខេតោះយើងចាប់ផ្ដើមមើលវីដេអូទាំងអស់គ្នាសូមអ្នកទាំងអស់គ្នាចូលទៅកាន់ Telegram ហើយ search ពី Auto Source Developmentបន្ទាប់ពីបើក Telegram bot ហើយសូមចុចប៊ូតុង Start បូននឹងបង្ហាញផ្ទាំងមុខងារទាំងអស់ដែលរៀបចំយ៉ាងងាយស្រួលសម្រាប់អ្នកប្រើប្រាស់សម្រាប់មុខងារបច្ចុប្បន្នរបស់ bot របស់យើងមាន4មុខងារស្វែងរកផលិតផលការបញ្ជាទិញចាស់សម្រាប់ភាសាយើងមានខ្មែរនិងភាសាអង់គ្លេសនិងចុងក្រោយគឺជំនួយការឥឡូវយើងចូលទៅកាន់រកមើលផលិតផលបច្ចុប្បន្នយើងមាន file ចំនួន 1350 និងធ្វើការ update បន្ថែមទៀតនៅពេលក្រោយចុចប៊ូតុងនេះយើងអាចមើល file មួយដើម្បីងាយស្រួលយើងចុចប៊ូតុង search វាយពាក្យកាត់ original file របស់យើងទាំងអស់គ្នាឧទាហរណ៍ថាលេខ 5000 AI នឹងធ្វើការស្វែងរក file របស់យើងដោយខ្លួនឯងផ្ទាល់ឧទាហរណ៍មួយវិញទៀតបើសិនបើអ្នកទាំងអស់គ្នា search X100 មិនមាន file bot នឹងឲ្យអ្នកទាំងអស់គ្នាតាក់ទងទៅកាន់ admin ដោយផ្ទាល់ដើម្បីទទួលបានព័ត៌មានពី file នោះអូខេឥឡូវយើងត្រឡប់មកវិញសូមចុចលើពាក្យរកផលិតផលឧទាហរណ៍អ្នកទាំងអស់គ្នាត្រូវការ file មួយសូមចុចទៅលើ file បើសិនបើ file ដែលអ្នកបានជ្រើសរើសមិនមានបញ្ហាអ្វីទេសូមចុចប៊ូតុងទិញឥឡូវនេះបន្ទាប់មក bot នឹងធ្វើការផ្ញើ QR code ឲ្យអ្នកទាំងអស់គ្នា scan QR code នៃតម្លៃ original file បន្ទាប់ពីធ្វើការ scan រួចរាល់ bot នឹងធ្វើការផ្ទៀងផ្ទាត់ជោគជ័យនិងបោះ file ទិន្នន័យ original ទៅកាន់អ្នកទាំងអស់គ្នាអូខេអ្នកទាំងអស់គ្នានេះគឺជាដំណើរការទាំងអស់របស់ bot របស់យើងក្នុងការទិញ file original ហ្នឹងហើយសម្រាប់ព័ត៌មានបន្ថែមអ្នកទាំងអស់គ្នាអាចចុចទៅលើ link autosource.info សម្រាប់មើលទិន្នន័យបន្ថែមពីពួកយើងសម្រាប់ Auto Source Development របស់ខ្ញុំនឹងធ្វើការ update អ្វីថ្មីៗបន្ថែមទៀតសម្រាប់អ្នកទាំងអស់គ្នាសូមអរគុណសម្រាប់ការគាំទ្រជួបគ្នាសាជាថ្មីនៅវីដេអូក្រោយ